ទស្សនិកជនស្វាគមន៍មកកាន់បាទវេទិកានិយាយពីបាល់ទាត់ពិភពលោកនៅคลิปវីដេអូទី6បាទប្រហែលថ្ងៃនេះឃើញថាវីដេអូថ្មឲ្យច្រើនមែនតើដាក់ត្រូវតែម្ដងបងប្អូនមានការ surprise ណាអេបកែមិនទាំងនិយាយតាមអ្វីដែលនឹកឃើញអារម្មណ៍មានព័ត៌មានថាគេចង់យកបងម៉ៅទៅអភិរក្សត្រូវច្រើនពេកអភិរក្សខ្លះអីអត់កើតទេហើយដែរទៅចេះដាក់ correct score ត្រូវច្រើនពេកទៅអ្នកស្គាល់ខ្ញុំគាត់ថាមិនដែរបងម៉ៅទីត្រូវ3ថ្ងៃជាប់គ្នាគាត់ថាថ្ងៃហ្នឹងខុសហើយតែខ្ញុំថាកុំលេងអាអីគេអេស្ប៉ាញមួយស្មើហ្នឹងវារកទំនប់ចេញមិនឃើញតែគាត់រកឃើញខ្ញុំថាអត់ទេអត់អាចទាយទុកមុនបានទេអូខេតាឥឡូវក៏បាច់ខាត់ពេលយូរឥឡូវដល់វគ្គគេរងចាប់អ៊ុតពូដូហើយបាទនៅម៉ោង 12 យប់នេះបាទដែលជាការជួបគ្នារវាងប៉ូទុយហ្គាល់ជាមួយនឹងសាធារណរដ្ឋកុងហ្គោបាទមនីបានមើលព័ត៌មានច្រើនឥឡូវបងឲ្យមនីនិយាយអំពីគូពីរនេះតិចតើព័ត៌មានយ៉ាងម៉េចដែរប្រវត្តិដល់តែជួបគ្នាទេហើយព័ត៌មានមើលតែប៉ូទុយហ្គាល់បើនិយាយស្មោះត្រង់ហើយមើលប៉ូទុយហ្គាល់ហ្នឹងមើលថាតើជឿគេខ្លះយ៉ាងម៉េចដែរបាទព្រោះយើងមានមេរៀនជាមួយនឹងអេស្ប៉ាញជាមួយនឹងគេកាប់វឺដេណាកាប់វឺដេហើយដល់ពេលអញ្ចឹងត្រូវសិក្សាបន្តិចប៉ុន្តែបើមើលពីកុងហ្គោនេះក៏ទំឡើងមកខានយូរឆ្នាំមែនតើហើយដូចជាប្រហែលឆ្នាំ30ឆ្នាំហើយខ្ញុំមិនចាំទេប៉ុន្តែបើមើលពីបច្ចុប្បន្នប៉ូទុយហ្គាល់ល្អខ្លាំងណាស់អញ្ចឹងប្រវត្តិមិនមានអីជួបគ្នាទេហើយកុងហ្គោនឹងក៏មានអី superstar អីច្រើនដែរអញ្ចឹងបើប្រៀបធៀបគ្នាទៅនៅតែប៉ូទុយហ្គាល់នឹងលើរហូតអញ្ចឹងគ្រាន់ថាបើខ្ញុំទាយលទ្ធផលខ្ញុំថាព្រឹកមិញនេះគេពីរគ្រាប់បំអឹមបាប៉េហាឡាន់មេស៊ីហាត់ទ្រិកហើយនេះវាជាបងប្អូនអានេះខ្ញុំមិនមែនដាក់សម្ពាធតែវាជាសម្ពាធរបស់ពូដូជាសំណួរក៏ជាសម្ពាធរបស់ពូដូដែរហើយពូដូក៏ដឹងរឿងហ្នឹងដែរអញ្ចឹងខ្ញុំថាយប់ហ្នឹងប៉ូទុយហ្គាល់គឺ 3-0 អាចពូដូក្នុងក៏រកគ្រាប់បានច្រើនម៉េច 3-0 សិក្សាមើលហើយ 3-0 តែម្ដងច្រើនណាស់បាទមិនសូនស្មើដូចអេស្ប៉ាញទេណាវាច្រើនពេកបងគិតថាប្រហែលចុះឥឡូវបងនិយាយពីលទ្ធផលយើងចេះកុងហ្គោគឺជាក្រុមមួយដែលខ្លាំងនៅអាហ្វ្រិកបើនិយាយទៅគាត់នៅអាហ្វ្រិកគឺជាដៃគូមួយគេថាជាខ្លាមួយដែរបាទហើយភាគច្រើនកីឡាកររបស់គាត់ប្រកបនៅលីកអឺរ៉ុបច្រើនណាបាទឥឡូវបងមើលព័ត៌មាននេះកីឡាករគាត់មានកីឡាករដែលលេងនៅតំបន់អឺរ៉ុបច្រើនមាននៅបារាំងច្រើនបាទមានទៅបារាំងមាននឹងលីកប៉ូទុយហ្គាល់បាទមានលីកដែលមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងបាទដល់ពេលអញ្ចឹងយើងសួរថាតើកុងហ្គោគួរឲ្យខ្លាចអត់កុងហ្គោក៏ជាក្រុមមួយដែលគួរត្រូវប្រយ័ត្នសំខាន់ការលេងនៅតំបន់ក្តៅគឺជាជំនាញរបស់ខាងអាហ្វ្រិកស្រាប់ហើយបាទហើយកន្លងមកបើនិយាយអំពីការជួបក្រុមអឺរ៉ុបកុងហ្គោតែងតែធ្វើបានល្អបាទយើងចេះស្ដែងប្រកួតចុងក្រោយស្មើជាមួយនឹងដាណឺម៉ាក់friendly បាទ friendly ស្មើជាមួយនឹងដាណឺម៉ាក់គាត់ធ្លាប់បាទចាញ់ឈីលី 2-1 ប្រកួតមិត្តភាព2026ក្រុមនៅអឺរ៉ុបទី2លេងមិត្តភាពស្មើជាមួយនឹងរ៉ូម៉ានី1-1អញ្ចឹងអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ក្រុមអឺរ៉ុបនៅពេលដែលជួបកុងហ្គោសម្រាប់ការប្រកួតមិត្តភាពនេះកុងហ្គោធ្វើបានល្អហើយណាមួយកីឡាកររបស់គេលេងនៅអឺរ៉ុបស្រាប់ទៀតអញ្ចឹងគេស្គាល់កីឡាករអឺរ៉ុបច្បាស់មែនតើបើឲ្យទាយលទ្ធផលច្រើនបងហ៊ានទាយច្រើនទេបាទច្បាស់ណាស់ក្រុមនេះតាមពិតបើបងឲ្យមួយស្មើបងប្អូនអូជឿទេមិនជឿទេតែក៏មិនទាយស្មើដែរបាទនេះបងឲ្យ 2-1 ទៅលើជ័យជំនះទៅលើប៉ូទុយហ្គាល់ 2-1 ចាញ់ហ៎ម្នាក់វាយចាញ់ហើយអត់ដឹងតែ 2-1 បាទនេះអ្វីដែលបងគិតពីព្រោះបងគិតថាបើបងកុងហ្គោស៊ីវិជ្ជះបងប្អូនកាន់តែលេងជឿទៀតអញ្ចឹងបងអត់ទាយវិជ្ជះទេបើស៊ីវិជ្ជះមែនអេស្ប៉ាញឡើងជឿមួយតិចចុងក្រោយជឿអត់ទេដោយយោងទៅលើខ្សែការពារកដាលរបស់ប៉ូទុយហ្គាល់ល្អពេកល្អហើយជាពិសេសបំរើកដាលបាទល្អពេក number 1អញ្ចឹងมันអាចប៉ូទុយហ្គាល់ទៅចាញ់កុងហ្គោបានទេព្រោះលំដាប់ត្រឹមអាហ្វ្រិកមួយมันអាចចាញ់បានទេអញ្ចឹង 2-1 គឺស័ក្តិសមសម្រាប់ប៉ូទុយហ្គាល់បំផុតបាទមានអីបាទ 2-1 យើងនិយាយអំពីគូទី2បន្ទាប់ពីកុងហ្គោជាមួយនឹងប៉ូទុយហ្គាល់គឺក្រុមធំនៅអឺរ៉ុបជួបគ្នាបាទធំខ្លាំងក្រុមទាំងពីរគឺជាក្រុមមួយគេថា big match នៅក្នុងការប្រកួតយប់ហ្នឹងហើយបាទដែលជាការជួបគ្នារវាងតោកដាស់អង់គ្លេសបាទជាមួយនឹងក្រុមអណ្ដាតភ្លើងក្រូអាតបាទឬក៏អ្នកខ្លះអានកាឡាអុកប៉ុន្តែរាសនាមគេកណ្ដាតភ្លើងបាទ
ក្រុមទាំងពីរនេះមានការប្រទីនប្រទង់នេះខ្លាំងពីព្រោះក្រូអាតក៏ធ្លាប់ធ្វើឲ្យអង់គ្លេសកួតឈាមអង់គ្លេសក៏ធ្លាប់ធ្វើឲ្យក្រូអាតកួតឈាមក៏ថាក្រូអាតធ្វើឲ្យអង់គ្លេសកួតឈាមនៅ World Cup បាទចុងក្រោយនេះទៅឈ្នះក្រូអាតនៅយុរ៉ុបវិញពានរង្វាន់យូរ៉ូវិញអញ្ចឹងក្រុមទាំងពីរប្រទីនប្រទង់គ្នាមែនតើសម្រាប់ពានរង្វាន់ធំនេះអញ្ចឹងសំណួរបងប្អូនសួរថាតើអង់គ្លេសអាចឈ្នះទៅលើក្រូអាតបានឬអត់សំណួរនេះគឺជាសំណួរមួយដែលបងប្អូនទន្ទឹងរង់ចាំបើមិននេះមុនទៀតអានេះគេហៅថាគេយកប្រវត្តិសាស្ត្រយកមកនិយាយណាប្រវត្តិខ្ញុំយោងតាមពិតជាក់ស្ដែងព្រឹកមិញណាគាត់ថាបោះអង់គ្លេសគឺដដែលខ្ញុំធ្លាប់ឈឺចាប់អង់គ្លេសកាលពីយូរ៉ូហើយ World Cup ហើយចាញ់ក្រូអាតអញ្ចឹងខ្ញុំគិតថាដដែលហើយខ្ញុំថាហេបងគិតថាមិនអញ្ចឹងទេវាមិនដែរណាប្រហែលឆ្នាំមុនអញ្ចឹងឆ្នាំនេះដដែលទេអញ្ចឹងខ្ញុំគិតថាអង់គ្លេសនឹងអាចឈ្នះណាប៉ុន្តែក៏មានលទ្ធផលដែរគូពីនេះបើមិននិយាយទៅចេះភាគរយស្មើគឺខ្ពស់មកព្រោះអីបើខ្ញុំនិយាយថាសាច់បាល់យប់ហ្នឹងល្អមើលអត់ទេគឺអត់ល្អមើលទេពីហ្នឹងលេងជ្រុំទេខ្ញុំអត់យកប្រវត្តិមកនិយាយទេប៉ុន្តែខ្ញុំនិយាយពីបច្ចុប្បន្នដោយសារអង់គ្លេសក៏ដូរគ្រូដែរ Thomas Tuchel អត់មែនគ្រូមុននេះទៅហើយលទ្ធផលខ្ញុំនាំអង់គ្លេសដែរអត់តន់ចាញ់ណាអត់តន់ចាញ់ទេប៉ុន្តែក៏អត់ស៊ីច្រើនដែរតិចទេខ្ញុំកីឡាករបងប្អូនស្គាល់អស់ហើយក៏ដឹងអស់ហើយដែរក្រូអាតក៏គាត់នៅមានកីឡាករចាស់មកច្រើនដែរModricនៅតែជាសរសៃឈាមល្អរបស់ក្រូអាតចាស់មានបទពិសោធន៍នៅ World Cup Euro នេះច្រើនឆ្នាំមកគេច្រើនដងហើយខ្ញុំថាបាល់នេះ2ស្មើមើលងាយអង់គ្លេសទៀតហ៎អត់ទេខ្ញុំថាអង់គ្លេសមាន100ឆ្នាំប៉ុន្តែខ្ញុំយកស្មើជាធំព្រោះអី2ស្មើពួកក្រុមទាំងពីរនេះក្រៅពីពួកគាត់ហ្នឹងខ្លាំងតែពីរហ្នឹងទេគេអញ្ចឹងផ្សេងទៀតគាត់ធូរដៃធូរជើងវិញហើយចង់ថាក្រូអាតទប់ស្មើចាំទៅតប់អត់ផ្សេងបាទបងមិនបងយកចឹងដែរប៉ុន្តែចេះអង់គ្លេសអាធំវគ្គជំរួខ្លាំងហើយអង់គ្លេសភ័យតែវគ្គចាញ់ធ្លាក់ទេចាញ់ធ្លាក់ហ្នឹងភ័យចាញ់ធ្លាក់អង់គ្លេសលេងដូចអ៊ីតាលីចឹងគឺលេងអន់ហ្មងលេងខ្លាចហ្មងប៉ុន្តែអាវគ្គនេះតានីថាអង់គ្លេសលេងអត់ខ្លាចលេងនៅទំនុកចិត្តបាទ 2-1 ទៀតគូមុនប៉ុតកាល 2-1 គូនេះក៏ 2-1 ទៀតចូល2-1 2ស្មើវានៅover គូនេះដឹងតែមានគ្រាប់ប៉ុន្តែมันអាចស្មើជាដាច់ខាតព្រោះបងជឿទៅលើអង់គ្លេសទាំងត្រង់ថាអង់គ្លេសលេងវគ្គសំបន្ទូនោះអង់គ្លេសលេងអត់ខ្វល់លេងសប្បាយហ្មងលេងអួតហ្មងលេងអួតតែបើលេងវគ្គចាញ់ធ្លាក់ជាមួយកីឡាករលេងភ័យហ្មងបាទនេះអ្វីដែលបងតែងតែអង្កេតមើលអង់គ្លេសយើងនិយាយអំពីគូទៀបភ្លឺបាទគូទៀបភ្លឺម៉ោងប៉ុន្មានចេះម៉ោង6ព្រឹកបាទនៅស្រុកខ្មែររវាងក្រុមអាហ្វ្រិកប៉ះជាមួយនឹងក្រុមនៅតំបន់អាមេរិកកដាលប៉ាណាម៉ាគឺមានអាមេរិកកដាលហើយបាទគូនេះបើនិយាយយ៉ាងខ្លីឥឡូវបងនិយាយមុនបងឲ្យមិននិយាយមុនបាទអញ្ជើញហ្គាណាកីឡាករលេងនៅអឺរ៉ុបច្រើនបាទមានឌូគូមានអីច្រើនណាស្ដាប់កន្លះមែនឌូគូឯងហ្សេមែនយ៉ូហេដូចជាមានគូឌូមួយទេនេះគូឌូមហាម៉ាត់គូឌូរបស់ស្ពឺបាទទំជាទេបាទលេងបាទមានថូម៉ាស់ប៉ាទីរបស់ខ្សែការពារមុនដែលជាខ្សែការពារល្អផអាសណលបាទហើយបើនិយាយអំពីផប៉ាណាម៉ាវិញណាប៉ាណាម៉ាទៅច្រើនលេងនៅអាមេរិកMSL លេងក្នុងសម្បូរណាលេងនៅ La Liga មួយបាទគេហៅថាផើមហ៎បើនិយាយខ្លីមកប៉ាណាម៉ាមានតែមលើហ្គាណាតែមួយគត់នោះគឺគេនៅម្ដុំតំបន់នឹងស្រាប់បាទហ្គាណាគេឆោះឆ្លងឆ្ងាយមែនតើក៏ប៉ុន្តែបើយើងនិយាយអំពីសមត្ថភាពនៃការលេងគឺប៉ាណាម៉ាអត់មានកលាលេងជាមួយហ្គាណាទេបើប៉ាណាម៉ាលេងហិតបុកបាទនេះអាចនឹងហ្គាណាតប់នឹងខ្ទក់សាច់ខ្លាចតែប៉ាណាម៉ាគាត់លេងតែការពារក៏ប៉ុន្តែយើងសួរថាតើកាលិបតំហ្គាណាឲ្យប៉ាណាម៉ាការពារអត់វាមិនអាចទេចំនេះគេថាប៉ាណាម៉ាការពារគេហៅថា style នៃការលេងរបស់ប៉ាណាម៉ាបើទោះជាគាត់ចង់ការពារក៏វាមិនមែនជាអាសាញឈើជាធម្មជាតិរបស់គាត់ដែរ style របៀបកាត់មេស៊ីកូកាត់ឡាទីនដែរគាត់នៅតែលេងខ្លីប៉ែប៉បែបមើលទៅមិនជាធុញទេប៉ុន្តែខ្ញុំគិតថាគាត់មិនការពារប៉ុន្តែគាត់លេងព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើនប៉ុន្តែបើថាសម្រុកក៏គាត់មិនហ៊ានសម្រុកដែរខ្ញុំហ៊ាននិយាយថាបើទោះជាគាត់មានព្រៀបក្នុងតំបន់របស់គាត់ fit របស់គាត់ក៏ប៉ុន្តែគាត់ក៏មិនឈ្នះកម្លាំងប៉ៃអាហ្វ្រិកដែរព្រោះឯគាត់គុណភាពកីឡាករគាត់អាហ្វ្រិក welcome មិនមែនគុណភាពកម្លាំងរបស់គាត់ក៏មិនដល់អាហ្វ្រិកដែរហើយគុណភាពកីឡាករគាត់វឹកហាត់បែប professional ដែរប៉ុន្តែមិនមែននៅអឺរ៉ុបអញ្ចឹងនៅអាមេរិកបាទនៅអាមេរិកប៉ុន្តែដូចបងនិយាយអញ្ចឹងនៅហ្គាណាកីឡាករលេងនៅ Premier League ច្រើនសុទ្ធតែល្អអញ្ចឹងប្រៀបហ្គាណាខ្ញុំថាមិនទប់ទេមិនទប់ទេតែមានហ្គាណាដែលតែទប់ហ្គាណាតែហ៊ានស៊ីហើយគឺទប់បាយគឺចូលគាត់ចោះហើយបងថាហ្គាណា
នៅនឹងបន្ទប់កីឡាករអាហ្វ្រិកគឺលេងដើម្បីចេះកាលណាប៉ះប៉ាណាម៉ាក្នុងពូលប៉ាណាម៉ាអន់ជាងគេហើយបាទអញ្ចឹងបើថាមិនទៅតបប៉ាណាម៉ាដើម្បីយកអាគ្រាប់សុទ្ធឲ្យបានច្រើនទេទៅតបណាគេអញ្ចឹងបាននេះបងទាយថាកាណា2ប៉ាណាម៉ា0កាណា2ច្រើន2អូតិចចឹងត្រង់ដាក់3ផងតែដាក់តែ2ទេបានហើយគូហ្នឹងអត់ដែលជួបគ្នាទេអូថ្មីជឿនិយាយប្រវត្តិអាប្រវត្តិណាប្រវត្តិវាយើងតប្រវត្តិយើងឆៅទៅបងប្រវត្តិយើងចេះទៅដូចអង់គ្លេសណាបង2-0មិញ2-0បាទខ្ញុំហ៊ានត្រឹម1-0ទេ1-0កាលណា1-0ព្រោះអីខ្ញុំយកកាលណាឈ្នះដាច់ខាតមិនថា1-0ឬប្រហែលទេប៉ុន្តែខ្ញុំថា1-0មិនមានច្រើនក្រោមហេតុផលគឺ Zemenyo ហ្នឹងហើយខ្ញុំស្រឡាញ់ Zemenyo ហ្នឹងហើយ Zemenyo លេងប្រយុទ្ធឲ្យមកពី Premier League ហើយពងតែឡើងជើងនៅ Man City អញ្ចឹងគាត់ដឹកនាំក្រុមកាណាបានទៅមុខល្អហើយអញ្ចឹងទាំងកម្លាំងទាំងគុណភាពកីឡាករហើយលឿនទៀតអញ្ចឹងថា1-0ចាស់1-0ចាស់បងខ្លាចមិនស្រួល5-0មកមិនដឹងប៉ុន្តែទាយ2-0នឹងសំរុំហើយដល់ទេ5-0ដល់អូមើលឃើញណាមិនប្រាប់ថាក្រុមដែលជួបក្រុមអន់មិនដំបងគេមិនដែលຕົកមុខទេបាទលើកលែងតែអេស្ប៉ាញមួយទេមិននិយាយអេស្ប៉ាញដូចជាបើកទេអេស្ប៉ាញដូចមានគេបើកការសើមគេហ្នឹងហើយຕົកមុខបាទប៉ុន្តែគូដែលអន់ជាងគេកម្រຕົកមុខអាដំបងគេត្រូវការគ្រាប់បាទបើនិយាយអំពីកូឡុំបៀជាមួយនឹងអ៊ុយបាគីស្ថានគេថាក្រុមអាមេរិកអាហ្វ្រិកខាងត្បូងអាមេរិកខាងត្បូងប៉ះជាមួយនឹងក្រុមអាស៊ីនៅអាស៊ីកដាលផងអញ្ចឹងកូឡុំបៀក៏តែមកយុគនេះគឺតែមខ្លាំងមែនទែនបាទហើយបាននិយាយអំពីកីឡាករកូឡុំបៀក៏លេងនៅអឺរ៉ុបច្រើនដូចជាលវីឌីអាបាទលេងនៅបៃយ៉នបាទល្អនោះនេះខ្សែការពាររបស់គ្រីស្តាល់បាទនិយាយបើគ្រីស្តានបៃយ៉នក៏លេងនៅមានមានកូសាណូនៅ Man City មួយបាទតិចមែនទេកូសាណូហ្នឹងគឺMan City ដូចតំណមមករដូវកាលមុនផងបាទកូសាណូប៉ុន្តែត្បូងល្អមករយៈក្រោយដូចមិនសូវបានជាប់ទៅវិញបាទអញ្ចឹងគូនេះយើងនិយាយខ្លីហ្មងជឿនិយាយបោកបាច់ច្រើនដោយសារថ្ងៃហ្នឹងគូមែនតើបាទ2-0ទៀតណាស៊ីកូឡុំបៀ2-0តដៃកូឡុំបៀមិនរួចទេអាស៊ីកដាមកចង់ទប់ជាមួយនឹងតំបន់អាមេរិកខាងត្បូងអត់ទៅរួចមកខ្ញុំក៏គិតថាកូឡុំបៀឈ្នះដែរប៉ុន្តែខ្ញុំឲ្យគ្រាប់ទៅអាស៊ីមួយចោះខ្ញុំគិតថា2-1បាទពួកចេះដោយសារអីក្រុមដែលឡើងមក World Cup លើដំបូងគាត់ឡើងមកដំបូងអញ្ចឹងភាគច្រើនឡើងមកដំបូងមានគ្រាប់របស់គាត់ដែរអញ្ចឹងខ្ញុំគិតថា2-1ប៉ុន្តែតែកូឡុំបៀឈ្នះដដែលថ្ងៃនេះស្របគ្នាច្រើនណាបាទស្របគ្នាច្រើនបាទតែលទ្ធផលយើងចាំមើលចាស់ស្ដែងបងប្អូនកុំភ្លេចយើងតាមដានថាតើចូលប្រមាណគូខ្លះបាទវាកម្មវិធីនេះនាំមកជូនឲ្យ WB99 ទំនុកចិត្ត100%តែម្ដងពិសេសគឺវិនិយោគស៊ុបនឹងសៀក